គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពកុំភ្លេចចែករំលែកក្តីស្រឡាញ់ចំពោះអ្នកជុំវិញខ្លួនតិចក្តីច្រើនក្តីយើងធ្វើល្អទាំងអស់គ្នាអើមានខលនេះចូលហើយទាំងអស់គ្នាជីវិតយើងរស់នៅសពថ្ងៃគឺយើងអាចរស់នៅតែម្នាក់ឯងបានទេគឺយើងត្រូវការមានមិត្តភ័ក្តិបងប្អូនប្រស្រ័យតាក់ទងគ្នាចែករំលែកក្តីស្រឡាញ់ជាមួយអ្នកជុំវិញខ្លួនហើយថ្ងៃដែរពួកខ្ញុំនឹងធ្វើការចែកអំណោយទៅកាន់សាលាខ្វះខាតមួយកន្លែងហើយសាលានឹងដែរគឺមានឈ្មោះថាសាលាបឋមសិក្សាកំពង់ឈូកហើយវាជារឿងចៃដន្យដែរដែលខ្ញុំទៅដល់កន្លែងហ្នឹងហើយបានឃើញបងប្អូនគាត់ខ្វះខាតអីចឹងយើងក៏បានទិញជាសភៅទិញជាប៊ិចទិញជានំហើយមានជាថវិកាតិចតួចសម្រាប់លើកទឹកចិត្តឲ្យពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតហើយអំណោយទាំងអស់ហ្នឹងគឺមិនមែនតែខ្ញុំម្នាក់ទេគឺថាមានការរៃលុយគ្នាចូលគ្នាតាមទឹកចិត្តរៀងៗខ្លួនចឹងណាឥឡូវនេះពួកខ្ញុំនៅឆ្លងចឹងដើម្បីទៅដល់សាលាហ្នឹងគឺត្រូវត្រឡប់ក្រោយមកវិញគឺមកខាងមេមត់វិញណានេះសាលាហ្នឹងគឺនៅខាងមេមត់ចឹងយើងធ្វើដំណើរតាមផ្លូវគឺថាទេសភាពស្អាតមែនតើហើយនេះសិតតែម្ចាស់ sponsor ហើយយើងធ្វើដំណើរទៅកាន់សាលាហ្នឹងចំនួន2ឡានគឺឡានមួយដឹកអីវ៉ាន់ហើយឡានមួយទៀតគឺយើងដឹកគ្នាទេសភាពតាមផ្លូវគឺថាស្អាតដូចគំនូរចឹងអ្នកនរគ្នាហើយផ្លូវចូលសាលាហ្នឹងគឺថាមានភាពលំបាកមែនតើគឺអត់ទាន់មានកៅស៊ូឬក៏បេតុងអីទេគឺយើងត្រូវជិះកាត់តាមផ្លូវក្រួសក្រហមចឹងទៅរហូតហើយតាមផ្លូវហ្នឹងគឺសម្បូរទៅដោយចំការកៅស៊ូសាលាហ្នឹងគឺមានវត្តគឺយើងមិនត្រឹមតែចែកអំណោយទេគឺយើងក៏បានយកចង្ហាន់មកប្រគេនព្រះសង្ឃផងដែរអញ្ចឹងដើម្បីឲ្យតន់ចង្ហាន់ក៏ដូចជាតន់ពេលក្មេងៗចេញពីសាលារៀនអញ្ចឹងយើងត្រូវធ្វើការខុសពីព្រឹកបន្តិចយកទៅយទានព្រមទាំងមន្តបញ្ញកម្មបន្ទាប់ពីបានប្រគេនតេយ្យទានទៅកាន់ព្រះសង្ឃឥឡូវយើងក៏បានយកអំណោយដែលយើងមានហ្នឹងដើម្បីយកទៅចែកជូនក្មេងៗដូចអីដែលពុកម៉ែបានឃើញអញ្ចឹងគឺថាសាលាហ្នឹងគឺមិនសូវជាមានធនធានអីច្រើនទេអង្គព្រាបគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពនេះហើយអ្នកនរគ្នាកងនារីឈានមុខដោយសារតែក្តីស្រឡាញ់គឺថាធ្វើអស់ពីចិត្តពីខ្លាំងម្ដងទោះមានតិចក្តីច្រើនក្តីគឺយើងជួយតាមអ្វីដែលយើងមានតាមពិតទៅយើងរស់នៅក្នុងផែនដីហ្នឹងគឺថាយើងមកលេងបានតែមួយផ្លែតទេហើយយើងក៏ត្រឡប់ទៅវិញយើងមិនដូចហ្គេមដែលយើងទៅហើយយើងស្លាប់ហើយយើងកើតមកវិញបានទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺមានតែចែករំលែកក្តីស្រឡាញ់ជាមួយមនុស្សជុំវិញខ្លួនយើងជួយអ្វីដែលយើងអាចជួយបានពេលខ្លះអាការដែលយើងជួយតិចតួចហ្នឹងក៏អាចរំលែកនៅទុក្ខលំបាករបស់គាត់បានមកគ្រាផងដែរទោះបីវាមិនច្រើនប៉ុន្តែវាអាចធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អដែលយើងបានធ្វើល្អហ្នឹងទៅកាន់មនុស្សជុំវិញខ្លួនរបស់យើងហើយក្តីស្រឡាញ់ដែលពួកយើងផ្ដល់ឲ្យហ្នឹងគឺយើងអត់ចង់បានអីតបស្នងឲ្យវិញទេគ្រាន់តែចង់ឃើញយើងចង់ឃើញពួកគាត់សប្បាយចិត្តហើយខ្លាចទៅជាទំពាំងស្នងរិស័យដ៏ល្អសម្រាប់ប្រទេសជាតិទៅថ្ងៃមុខពីខ្ញុំទៅសូមអរគុណបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមដល់ចប់ហើយកុំភ្លេចចែករំលែកក្តីស្រឡាញ់ចំពោះអ្នកជុំវិញខ្លួនតិចក្តីច្រើនក្តីយើងធ្វើល្អទាំងអស់គ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយ